សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជីនិចចាត្រឡប់មកវិញហើយជាមួយវីដេអូដែលយើងធ្វើចង្ហាន់ប្រកេនលោកចាហើយជើងនេះគឺថាប្រហែលថ្ងៃហ្នឹងគឺផ្សិតជាប់គ្នាបងប្អូនហើយផ្សិតគ្រប់ពេលគ្រប់មុខចាប្រហែលជាលោកតលន់ក៏លោកមិនហ៊ាននិយាយក៏មិនដឹងដែរហើយយើងណាទៅពីពេញទៅវាមិនសូវបានផ្សិតហូបវាខ្វះកដែរផ្សាក់ប្រហែលថ្ងៃហ្នឹងផ្សិតរហូតហើយបន្លែដែលយើងទិញពីផ្សារហ្នឹងទៅអត់សូវបានស្លទេទុកវេប្រកេនលោកពេលក្រោយវិញកំពុងតែរៀបបន្លែរៀបសាច់រៀបអីហ្នឹងមិនទាន់ធ្វើបានស្រួលបួលផងឃើញមេអំបៅគេហោះមកលេងហោះមកច្រើនណាស់បងប្អូនចូលក្នុងកុដផងមកទុំយើងផងអីផងប៉ុន្តែថតអត់បានគាត់តែងាកខ្លួនថតចឹងគេ500ទៅបាត់ទៅអត់បានថតទេបានតែចេញមកថតនៅមុខកុដចាហើយអូពេញនឹងគ្រប់ពណ៌ចាហោះមកលេងហើយគាត់ព្រះអង្គឥឡូវគឺទលំទលាយហើយបងប្អូនចាស្អាតបាតមែនតែនលែងដាវទៅបុកថ្មប៉ះថ្មលែងភ្លៀងមកទឹកហូរកាត់ប្រឡាក់ភក់ប្រឡាក់អីពេញហ្នឹងហើយលោកធ្វើរៀបចំស្អាតហើយទលាយល្វឹងបងប្អូនហើយក្នុងវីដេអូនេះគឺទលាយប្លែកជាងវីដេអូមុនរត់ដងចាអញ្ចឹងបងប្អូនចង់ឡើងទៅគេងទៅសំណាក់អីគឺគ្នាបនអំណែអីអត់បញ្ហាទេបងប្អូនហើយបន្ទាប់ពីយើងញ៉ាំកាហ្វេញ៉ាំអីដើម្បីជីវិតយើងហើយចាខ្ញុំគឺថាអត់កាហ្វេអត់បានទេរាល់ថ្ងៃតែហ្មងបន្ទាប់ពីញ៉ាំកាហ្វេមេអំបៅមើលអីហើយគឺត្រឡប់មកការងារធ្វើចង្ហាន់យើងវិញតែគាត់ថាជើងនេះខ្ញុំអត់សូវបញ្ញាប់ប្រហែលទេដោយសារមានប្អូនឡើងទៅអញ្ចឹងទៅប្អូនជួយធ្វើជួយអីហើយប្រើគ្នានឹងវិលមុខចាប្រើឲ្យថតវីដេអូផងឲ្យជួយធ្វើនេះធ្វើនោះបង្កាត់ភ្លើងបង្កាត់អីអាការងារណាក្តៅហ្នឹងរុញឲ្យប្អូនធ្វើយើងកាត់ភ្លើងកាត់អីវារៀងឈួលមុខហើយបងប្អូនទៅពេលចឹងមានគ្នាចេះតែប្រើគេធ្វើទៅហើយផ្សិតយើងពីល្ងាចដែលយើងស្ងោរពីទឹកហើយហ្នឹងបងប្អូនព្រលឹមឡើងមិនយកមកពូតយកមកស្លនេះចាំមកកាធុនពេញតែម្ដងអញ្ចឹងខ្ញុំធ្វើពីមុខធ្វើអប់មួយមុខហើយយើងអប់អ្នកស្រុកគាត់ប្រាប់មកគាត់អត់មានដាក់សាច់អីទេប៉ុន្តែយើងមានសាច់យើងដាក់សាច់ជ្រូកអប់ហ្នឹងក្បួនគាត់ឲ្យដាក់ផ្លែពងរប៉ុន្តែខ្ញុំទិញផ្លែពងរពីផ្សារមកហើយរកអត់ឃើញខ្ញុំមិនដឹងដាក់ទៅណាអត់បានលីឡើងទៅលើក៏ដាក់អំពិលទុំវិញហើយនឹងឆាផ្សិតសាច់គោហ្នឹងមកមុខទៀតអញ្ចឹងទៅពីរមុខនេះគឺថាផ្សិតរហូតចាខុសតែសាច់ទេហើយមួយរសជាតិឆាមួយទៀតរសជាតិរៀងជូរអប់ផ្សិតហ្នឹងរសជាតិរៀងជូរពេលដែលយើងញ៉ាំដំបូងវារៀងប្លែកមាត់ណាតែខ្ញុំញ៉ាំយូរទៅប្រហែលជាយើងដាក់មកជូរខុសញ៉ាំយូរទៅវាអត់សូវជក់មាត់ទេវារៀងតលន់ប្រហែលមកពីយើងដាក់មកជូរអំពិលទៅវាអត់សូវត្រូវគ្នាហើយញ៉ាំបាយខ្វែងដៃខ្វែងជើងគ្នាជាតិណាបងប្អូនអើយចាញ៉ាំបាយហើយក៏ទៅអង្គុយលេងជាមួយលោកវិញចាទៅដល់ឃើញទស្សនវិជ្ជានេះបងប្អូនពស់វាចេញមករកអីស៊ីហើយលោកប្រាប់ថានឹងពស់ប្រភ្លាក់ខ្ញុំមិនដឹងថាមានពឹសអត់ទេដូចជាមានពឹសហើយប្រភេទអញ្ចឹងហើយនៅជាប់នឹងកុដហ្នឹងនៅជាប់នឹងកន្លែងដែរលោកគុំឆាន់នឹងត្មងហើយវាធ្លាប់ឡើងលើកុដដែរសួរលោកថាឃើញឡើងមកលើកុដហើយលោកឆ្កឹះត្រឡប់ទៅឲ្យទៅនៅខាងក្រោមវិញអញ្ចឹងណាហើយក៏មានសត្វថ្លែងសត្វអីចេញមកឲ្យមើលចាវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើន